បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងមកមើលត្រីដំរីម្ដងដោយសារថ្ងៃនេះគឺខ្ញុំបានដឹកត្រីដំរីយកទៅជូនភ្ញៀវចិននៅមិនឆ្ងាយពីកន្លែងខ្ញុំប្រហែលទេបងប្រហែលជា20គីឡូតែយើងត្រូវទៅជិះទូកទៅចឹងហើយយើងក៏ដឹកទូកដោយសារបើទៅផ្លូវគោកគឺយើងត្រូវឆ្លងទន្លេទៅដែរចឹងយើងទៅផ្លូវទូកវាស្រួលជាងបងចឹងយើងក៏ដាក់ទូកទៅវាក៏កំង100គីឡូហើយត្រីដំរីនេះគឺវាចន្លោះ10ក្បាលជាង1គីឡូបងយើងប៉ិនក៏ដៃក្មេងប៉ិនមេជើងប៉ិនអីហ្នឹងដែរតែបើសិនយើងបែងចែកផ្សេងហ្នឹងទៅគឺយើងក្នុងទូកគឺយើងបែងចែកជាពីរប្រភេទបងមានអាទូកនិងអាធំហ្នឹង7 8ក្បាល1គីឡូអាទូកហ្នឹងចន្លោះ20ក្បាល1គីឡូយើងយកឲ្យគាត់ដាក់ស្រះបងដល់ភ្ញៀវដែលកំងគឺភ្ញៀវចិនបងគឺគាត់កំងរាល់ឆ្នាំតែម្ដងហើយការចិញ្ចឹមត្រីដំរីនេះបងបើសិនជាយើងចិញ្ចឹមក្នុងស្រះយើងមិនចាំបាច់ប្រើអុកស៊ីហ្សែនទេតែដូចខ្ញុំចិញ្ចឹមក្នុងតង់គឺខ្ញុំប្រើអុកស៊ីហ្សែនតែបើដូចភ្ញៀវចិនដែលខ្ញុំដឹកត្រីដល់គាត់នេះគាត់ចិញ្ចឹមស្រះហើយស្រះគាត់មានច្រើនមែនទេហើយគាត់មិនចិញ្ចឹមត្រីដំរីនេះគាត់មានចិញ្ចឹមត្រីផ្សេងៗទៀតតែអ្វីដែលសំខាន់គឺគាត់ផ្ដោតត្រីដំរីនេះគឺគាត់ដាក់ស្រះរបស់គាត់ចំនួន10ស្រះអញ្ចឹងមួយជើងនេះគឺខ្ញុំយកទៅ100គីឡូហើយជាងក្រោយយើងនឹងយកទៅបន្តទៀតទៅឲ្យគាត់ដើម្បីឲ្យគាត់មើលគំរូត្រីសិនតែគាត់ត្រូវដាក់ប៉ុន្មានគីឡូបន្ថែមទៀតអីចឹងទៅការចិញ្ចឹមត្រីដំរីនេះបងប្អូនបើសិនចិញ្ចឹមក្នុងស្រះគឺយើងវាមិនសូវជាប្រើអុកស៊ីហ្សែនទេតែបើសិនជាយើងចិញ្ចឹមនៅក្នុងតង់ដូចខ្ញុំអានឹងយើងត្រូវប្រើអុកស៊ីហ្សែននេះគឺជាកម្មភាពដែលយើងរាប់ដាក់ធុងបងប្អូនពេលទៅដល់យើងរាប់ដាក់ធុងថ្លឹងដើម្បីបែងចែកតាមស្រះនីមួយហើយនៅពេលដែលយើងដាក់ធុងអញ្ចឹងហើយបងប្អូនយើងទៅអុកស៊ីហ្សែនទេបងពេលខ្ញុំដឹកទៅខ្ញុំអត់ប្រើអុកស៊ីហ្សែនទេដោយសារខ្ញុំទៅលាយហើយខ្ញុំប្រើរយៈពេលលឿនដែរខ្ញុំបើកទូកទៅលឿនដែរហើយនៅពេលដែលដាក់ធុងទៅដល់ភ្លាមគឺប្រើអុកស៊ីហ្សែនដើម្បីឲ្យត្រីមានសុខភាពល្អពេលបលែងចូលស្រះទៅវាអត់មានបញ្ហាអីហើយបងប្អូនដែលចង់ចិញ្ចឹមបងប្អូនអាចចិញ្ចឹមបានបងត្រីដំរីបើសិនស្រុកនៅខាងបងប្អូនសបោត្រីដំរីបងប្អូនអាចដាក់ចិញ្ចឹមបានក្នុងស្រះវាងាយស្រួលយើងផ្ដល់ចំណីដូចទៅក្នុងតង់ដែរទេហើយចំណីរបស់ត្រីដំរីនេះគឺសាច់ត្រីសាច់ខ្យងត្រីល្អិតអីហ្នឹងបងគឺវាស៊ីដែរបងអានេះស្រះក៏ធំណាស់បងអូមិនមែនទូចទេគឺធំហើយកន្លែងមកគាត់នេះគឺដីចង់100ហិកតាហើយស្រះមានច្រើនណាស់30-40ស្រះតែគាត់ដាក់ត្រីដំរីចំនួន10ស្រះនៅបងហើយវីដេអូនេះគឺយើងអត់មានអីច្រើនទេយើងមកមើលពីការចិញ្ចឹមត្រីដំរីក៏ដូចជាដឹកត្រីដំរីជូនភ្ញៀវចឹងឯងណាបងណាសម្រាប់បងប្អូនដែលចង់បានកូនត្រីយកទៅចិញ្ចឹមកូនត្រីគ្រប់ប្រភេទក៏ខ្ញុំមានលក់ដែរបងមិនថាត្រីដំរីត្រីដែងត្រីខ្ជិងត្រីអីកូនត្រីប្រភេទយើងមានហើយជាពិសេសគឺកូនទុំរាល់ការទិញពីយើងទៅយើងផ្ញើបានពេលត្រង់ក្រុងហើយយើងទទួលខុសត្រូវ100%លើបញ្ហាដឹកជូនបើបងប្អូនត្រូវការទាក់ទងបានបាទអរគុណជម្រាបលា